សួស្តីបងប្អូនចង់និយាយថាកញ្ចក់ត្រជាក់ក្រាញ់យើងមកទៀតហើយបើបងប្អូនមើលពេលចំញ៉ាំបាយញ៉ាំអីចឹងពេលបងប្អូនអ៊ំឡងទៅកុំមើលអីចង់និយាយចឹងណាអានេះជាវីដេអូដែលខ្ញុំផុសប្រចាំថ្ងៃរបស់ខ្ញុំរាល់ថ្ងៃចឹងណាប់ចិត្តកញ្ចក់គាត់នេះនិយាយពីថាកប់ហើយលួយគល់តែម្ដងគល់អានឹងលួយបើថាគាត់ទុកយូរទៅវាត្រូវទឹកផងវាអីផងតទៅពេលហើយវាឈឺញូចគាត់មកកាត់ឃើញគល់កាត់ម្ដងកាត់មកគឺលួយគល់តែម្ដងហើយគល់ឡើងខ្មៅហើយគាត់ឈឺខ្ទោកអីឈឺហើយបានមកកាត់ហើយណាប់ចិត្តអើយវាឡើងស្រាប់ឲ្យតាលួយគល់អញ្ចឹងខ្ញុំនិយាយទេយើងមកធ្វើការកាត់ឆ្កឹះដីចេញហើយឆ្កឹះកញ្ចក់ដីកប់នៅក្នុងនឹងចាក់ចូលសាច់គាត់កញ្ចក់ឡើងរឹងតែម្ដងបងប្អូនណាយើងធ្វើការសម្អាតម្ដងតិចព្រោះឲ្យវាចាក់ចូលទៅក្នុងជ្រៅទៅមែនតែនហ្នឹងណាជ្រៅណាប់ចិត្តកញ្ចក់ដូចទឹកស៊ីអញ្ចឹងប៉ុន្តែទឹកស៊ីអត់ទន់ដូចគេហើយក៏អត់ស្ដើងដូចគេទេកញ្ចក់រឹងខ្លាំងណាស់ឃើញអត់យើងកាត់ដងតិចប៉ុន្តែដកមកណាប់ចិត្តអើយនេះទាញមកឡើងភូចឃើញអត់ប៉ុណ្ណាគិតមើលឲ្យឡើងពណ៌ខ្មៅហើយឡើងលួយហើយយើងចាក់ចូលទៅដល់គល់អញ្ចឹងវាឈឺដើរទៅវាចុកណាប់ចិត្តហ្នឹងហើយណាមួយគាត់គ្មានពេលទំនេរអញ្ចឹងណាមានពេលទំនេរបងប្អូនណាគេចង់មកកាត់មានថ្លៃអីហ្មងកាត់កញ្ចក់ផ្ទះខ្ញុំនេះអត់ថ្លៃទេហ្នឹងហើយឥឡូវយើងធ្វើការកាត់គល់កញ្ចក់ហ្នឹងវាអស់ហើយវាដល់សាច់ខ្ចីវាអស់ហើយយើងធ្វើការកាត់សម្អាតមកកាត់សម្អាតកញ្ចក់ជុំវិញហ្នឹងហើយសម្អាតស្បែកក្រិនជុំវិញជើងយើងហ្នឹងមកចង់និយាយថាអញ្ចឹងណាហើយយើងរុះវាយកស្នឹមយកអីនៅលើហ្នឹងចេញសិនវាកញ្ចក់វាដុសស្នឹមដល់អីរុះហើយយើងបាញ់ទឹកលាងសម្អាតហើយយើងកាត់ស្រេវាតិចមកហើយណាប់ចិត្តអើយវាអស់ហើយអស់តិចក្រាញ់ហើយហ្នឹងហើយរួចហើយយើងស្រេសាច់នៅជុំវិញហ្នឹងមកវាមានក្រិនអីតិចហ្នឹងយើងស្រេថែមមកវាស្រួលស្រេអញ្ចឹងពេលយើងបាញ់ទឹកសម្អាតហើយណាប់ចិត្ត